បងប្អូនព័ត៌មានមិនមែនគ្រាន់តែជាបណ្ដុំលេខកូដ0101ដែលវារត់ចុះឡើងនោះទេប៉ុន្តែវាគឺជាការតភ្ជាប់គ្នាដើម្បីបង្កើតបានជាអត្ថន័យវាដើរតួជាស្ពានចម្លងរវាងភាសានិមិត្តសញ្ញាដូចជាពាក្យដែលខ្ញុំកំពុងតែនិយាយនេះជាដើមទៅនឹងគំនិតដែលកកើតឡើងនៅក្នុងខួរក្បាលរបស់បងប្អូនកំពុងតែស្ដាប់នេះហើយគឺជាមូលហេតុដែលធ្វើឲ្យការប្រស័យទាក់ទងគ្នាមានសារៈសំខាន់ខ្លាំងណាស់ចំពោះការយល់ដឹងរបស់យើងអំពីការពិតនៃជីវិតនៅពេលដែលយើងចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមកវាមិនមែនគ្រាន់តែជាការបោះទិន្នន័យដូចគ្នាទៅវិញទៅមកនោះទេប៉ុន្តែវាគឺជាការតម្រឹមខួរក្បាលនិងការគិតរបស់យើងឲ្យមើលឃើញពិភពលោកនេះក្នុងរូបភាពតែមួយទោះជាយ៉ាងណាក៏ដោយស្ពានចម្លងមួយនេះក៏អាចនឹងងាយស្រួលក្នុងការបែកបាក់ទៅវិញផងដែរប្រសិនបើជាភាសានិយាយរបស់ពួកយើងចាប់ផ្ដើមធ្លាក់ចុះដុនដាបឬក៏គំនិតរបស់យើងចាប់ផ្ដើមមានការស្រពិចស្រពិលព្រាលមិនច្បាស់លាស់នោះព័ត៌មានរបស់យើងនឹងត្រូវបាត់បង់តម្លៃហើយនឹងភាពត្រឹមត្រូវរបស់វាភ្លាមហើយដូច្នេះហើយបានជាការមានគំនិតច្បាស់លាស់និងការនិយាយស្ដីចំគោលដៅមិនមែនគ្រាន់តែជាការអនុវត្តរៀនសូត្រនៅក្នុងសាលាតែប៉ុណ្ណោះនោះទេប៉ុន្តែវាគឺជាគ្រឹះដ៏រឹងមាំសម្រាប់កសាងជីវិតមួយដែលមានលំនឹងនិងគ្មានការព្រួយបារម្ភរបស់បងប្អូនត្រង់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនយល់ថានៅពេលដែលបងប្អូនចំណាយពេលផ្ដោតទៅលើការកំណត់ពាក្យពេចន៍និងធ្វើឲ្យគំនិតរបស់ខ្លួនឯងមានភាពច្បាស់លាស់នោះបងប្អូនកំពុងតែពង្រឹងដំណភ្ជាប់របស់ខ្លួនឯងទៅនឹងទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងសង្គម Digital បងប្អូនកំពុងធានាថាព័ត៌មានដែលបងប្អូនពឹងផ្អែករាល់ថ្ងៃនេះវាមិនមែនគ្រាន់តែជាការប្រមូលផ្ដុំនៃសញ្ញាណសម្គាល់អត្ថន័យតែប៉ុណ្ណោះនោះទេប៉ុន្តែវាគឺជាឧបករណ៍ដ៏មានន័យសម្រាប់ជួយនាំផ្លូវជីវិតរបស់បងប្អូនភាពច្បាស់លាស់នៃអត្ថន័យបែបនេះហើយដែលធ្វើឲ្យព័ត៌មានក្លាយទៅជាអ្វីមួយដែលមានតម្លៃនិងមានប្រយោជន៍ពិតប្រាកដសម្រាប់ការយល់ដឹងលើគ្រប់ស្ថានភាពទាំងអស់របស់បងប្អូនដែលជួបប្រទះប្រចាំថ្ងៃ